បាទសូមនឹកដល់គុណព្រះរតនត្រ័យដ៏ឧត្តមទាំង3ដែលមានគុណព្រះពុទ្ធមួយគុណព្រះធម៌មួយនិងគុណព្រះសង្ឃមួយហើយក៏សូមគោរពជ្រាបសួរពុកម៉ែបងប្អូនជនរួមភាសាខ្មែរទាំងខ្មែរកណ្ដាលខ្មែរលើនិងខ្មែរក្រោមបាទថ្ងៃនេះជាថ្ងៃទី7កើតខែបឋមស័កឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ហើយក៏ត្រូវជាថ្ងៃទី21ខែមិថុនាឆ្នាំ2026នៅពេលនេះដែរខ្ញុំកំពុងតែស្ថិតនៅវត្តទួលសង្កែឃុំជាតិបាទស្រុកកំចាយមាសខេត្តព្រៃវែងបាទខ្ញុំមកទីនេះតាមរយៈលោកយាយភីយ៉ាដែលលោកយាយនិមន្តមកពីវត្តពុទ្ធមណ្ឌលវិបស្សនាធុរៈភ្នំឧដុង្គបាទមកទីនេះដើម្បីចូលរួមក្នុងកម្មវិធីបុណ្យរំលឹកខួបគម្រប់2ឆ្នាំរបស់ក្រុមគ្រួសារលោកយាយអញ្ចឹងបុណ្យទាំងឡាយដែលខ្ញុំបានសន្សំកន្លងមកក៏សូមឧទ្ទិសជូនទៅដល់ដួងវិញ្ញាណក្ខន្ធរបស់ដូនតាខ្មែរដែលមានអវរៈជនវីរៈកងទ័ពនិងព្រះមហាក្សត្រគ្រប់ចំនួនបាទដួងប្រលឹងអស់លោកជាប់នៅបាបកម្មទាំងឡាយអាណាក៏សូមឲ្យអស់នៅកម្មពៀវរាទាំងឡាយនោះផងចុះបាទហើយក៏សូមឧទ្ទិសបុណ្យនេះដូចគ្នាជូនទៅដល់ប្រលឹងកងទ័ពខ្មែរបាទមិនថាតែខ្មែរកណ្ដាលខ្មែរលើទេបាទសូមឲ្យដួងវិញ្ញាណក្ខន្ធរបស់អស់លោកនោះបានទៅកាន់សុគតិភពបាទដើម្បីជាបច្ច័យហេតុដល់សពសត្វមនុស្សនិងទេវតាដែលរស់នៅគ្រប់ទិសទីជាពិសេសកុលបុត្រកុលធីតាខ្មែរបាទសូមឲ្យកើតនៅបញ្ញាយល់ឃើញត្រូវច្បាស់នៅសច្ចធម៌ដើម្បីប្រព្រឹត្តល្អប្រកបដោយសិលសមាធិនិងបញ្ញាដែលជាផ្លូវរួចផុតចាកទុក្ខហើយក៏សូមជូនពរដល់ពុកម៉ែបងប្អូនជនរួមភាសាខ្មែរបាទទៅក្នុងនិងក្រៅប្រទេសជាពិសេសអ្នកដែលកំពុងតែខិតខំឆ្វេងយល់និងចែករំលែកអំពីច្បាប់កិច្ចព្រមព្រៀង$23ឆ្នាំ91ក៏សូមឲ្យទទួលបានជោគជ័យនិងប្រកបទៅដោយសុខសុវត្ថិភាពគ្រប់ក្រុមគ្រួសារបាទសូមអរគុណ